ហើយឲ្យព្រះថេរៈសឹងបន្តថ្នាំតាមភ្នែកតែព្រះថេរៈមិនព្រមសឹងបន្តថ្នាំតាមលោកគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត3ខែព្រោះហេតុនោះរោគខ្មុងភ្នែកក៏រឹងរិតតែរកម្មធ្ងន់ខ្លាំងឡើងជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់ព្រះថេរៈក៏បានបែកធ្លាយខ្វាក់ងងឹតឈឹងមើលអ្វីលែងខឿងទាំងអស់ហើយព្រមគ្នាជាមួយនឹងកៅបានសម្រេចជាព្រះអរហន្តសុខវិបស្សកៈលុះដល់ថ្ងៃបវារណាចេញវស្សាហើយព្រះចក្ខុបាលថេរបានចម្រើនពរលាញាតិញោមឧបាសកឧបាសិកាដើម្បីនឹងទៅគល់ព្រះបរមសាស្តាដែលព្រះអង្គប្រថាប់គង់នៅក្នុងវត្តចេតុពន្ធមហាវិហារទៀបក្រុងសាវត្តីនៅក្នុងរាត្រីនៃបច្ឆមយាមក្រោយពេលដែលភ្លៀងរាំងហើយព្រះថេរៈបានដោយចង្គ្រុំទៅមកជន់សัตว์មេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមឿនមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសัตว์មេភ្លៀងទាំងនោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអគន្តុកភិក្ខុជាច្រើនរូបបានចូលទៅមើលកន្លែងព្រះចក្ខុបាលថេរហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពាក់ពេញ